តើមាសនៅតែជាទ្រព្យសម្បត្តិសុវត្ថិភាពដែរឬទេតម្លៃមាសបានធ្លាក់ចុះចាប់តាំងពីការចាប់ផ្ដើមចំនួននៅអ៊ីរ៉ង់ដែលធ្វើឲ្យមានការសង្ស័យអំពីទូនាទីប្រពៃណីរបស់មាសក្នុងនាមជាការការពារហានិភ័យនៃវិបត្តិភូមិសាស្ត្រនយោបាយមាសបានជួបការលំបាកបន្ទាប់ពីចំនួនអ៊ីរ៉ង់បើទោះបីជាវាបានឡើងថ្លៃជាបន្តបន្ទាប់រៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ2021មករួមទាំងការកើនឡើងខ្លាំងដល់ 55% ក្នុងឆ្នាំ2025ក៏ដោយការលក់ចេញថ្មីៗនេះនិងភាពតាក់ទាញមានភាពខ្សោយជាងទ្រព្យសម្បត្តិផ្សេងៗបានធ្វើឲ្យវិនិយោគិនចាប់ផ្ដើមសួរថាតើមាសនៅតែអាចដើរតួនាទីជា safe haven ដែរឬទេនៅខែមីនាដែលជាខែដំបូងនៃចំនួនតម្លៃមាសបានធ្លាក់ចុះ 14.5% ដែលនេះជាការផ្លាស់ប្ដូរដ៏ចម្លែកពីវិបត្តិភូមិសាស្ត្រនយោបាយមុនៗដែលមាសជាទូទៅតែងតែឡើងថ្លៃនិងការពារវិនិយោគិនបានល្អមាសកំពុងតែអាស្រ័យលើអត្រាការប្រាក់ជាងទ្រព្យសុវត្ថិភាពពេលមានសង្គ្រាមភាពទន់ខ្សោយនេះបានបន្តចូលដល់ខែមេសាខណៈភាគហ៊ុនបានស្ដារឡើងវិញចិត្តកម្រិតមុនសង្គ្រាមមាសនៅតែទាបជាងប្រហែល 10% បើប្រៀបធៀបនឹងមុនចំនួនហើយបានស្ដារមកវិញខ្លះតែប្រហែល 1/3 នៃការខាត់បងតែប៉ុណ្ណោះការផ្លាស់ប្ដូរនេះបានបង្ហាញថាតម្លៃមាសឥឡូវកំពុងតែមានទំនាក់ទំនងជាមួយអត្រាការប្រាក់ពិតប្រាកដនិងគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្ដាលជាពិសេសនោះជាមួយធនាគារកណ្ដាលអាមេរិកជាងហានិភ័យសង្គ្រាមលោក Amy Gover អ្នកវិភាគផ្នែក Metal and Mining របស់ Morgan Stanley បាននិយាយថាចំនួននេះបានបង្កឲ្យមានវិបត្តិផ្គត់ផ្គង់ថាមពលដែលធ្វើឲ្យទីផ្សាររពឹងថាអាមេរិកនឹងមិនបញ្ចុះអត្រាការប្រាក់ឆាប់ៗនេះទេដូច្នេះវាមិនមែនជារឿងចម្លែកទេដែលមាសមិនអាចដើរតួនាទីជា safe haven បានល្អក្នុងពេលនេះការលក់មាសរបស់ធនាគារកណ្ដាលក៏បន្ថែមសម្ពាធមួយទៀតគឺការផ្លាស់ប្ដូរនៅក្នុងសកម្មភាពរបស់ធនាគារកណ្ដាលដោយបានលក់មាស52តោនរវាងថ្ងៃទី27ខែកុម្ភៈដល់ថ្ងៃទី27ខែមីនាហើយបានធ្វើប្រតិបត្តិការ swap មាសចំនួន79តោនខណៈពេលនោះក៏បានពន្យាពេលអនុម័តការនាំចូល bullion ETF ដែលជាអ្នកទិញមាសធំមួយផ្សេងទៀតក៏បានប្ដូរទៅជាអ្នកលក់ដោយលក់ចេញប្រហែល90តោនពីចំនួន150តោនដែលបានទិញនៅខែមករានិងខែកុម្ភៈ Morgan Stanley ព្យាករណ៍ថាមាសអាចឡើងដល់$5200ក្នុងមួយអោនឬ$626ក្នុងមួយជីនៅឆមាសទី3នៃឆ្នាំ2026នេះខណៈ Fed អាចរក្សាអត្រាការប្រាក់ថេរពេញឆ្នាំ2026ហើយចាប់ផ្ដើមកាត់បន្ថយនៅឆ្នាំ2027បើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ